អ្នកគ្រូពិតជាមានមុខមាត់ដោយប្រពន្ធខ្ញុំណាខ្ញុំខំតែគិតថាអ្នកគ្រូសំភីជាប្រពន្ធរបស់ខ្ញុំដែលគ្រាន់តែបាត់បង់ការចងចាំរយៈពេល2ឆ្នាំដែលបងខំស្វែងរកអូនតម្រាំតែបានជួបតែអូនបែរជាមិនស្គាល់បងគ្រូបង្រៀនតាមផ្ទះប្រាក់ខែ$2000មកស្នាក់នៅជាមួយនិទានរឿងឲ្យកូនស្រីស្ដាប់ឆាកល្ខោនដ៏វែងអនឡាញមួយនេះតើបងសំដែងមានន័យអីទៀតទៅបើអូននៅតែមិនចងចាំឬអូនពិតជាមិនមែនជាប្រពន្ធបងទេតើបងគួរតែធ្វើបែបណាបន្តទៀតទៅ